សម្រាប់សិល្បៈដែលយើងបានទស្សនាទាំងអស់គ្នានេះសម្រាប់ខ្ញុំគិតថាខ្ញុំចូលចិត្តហើយកាលពីក្មេងខ្ញុំសម័យមែនតើថាចង់បានបែបអញ្ចឹងណាខ្ញុំគិតថាវារៀងបែបចំណាបុរាណតិចប៉ុន្តែយើងគិតមើលមកដល់សម័យនេះគេកែច្នៃបានល្អមែនតើហើយមើលបងប្អូនទូចហើយនឹងរបស់លេងច្រើនសម័យនឹកឃើញការខ្ញុំនៅក្មេងៗខ្ញុំចង់បានមែនតើប៉ុន្តែដល់ឥឡូវចាស់ហើយស្រាប់តែមើលទៅបងប្អូនវាអស្ចារ្យណាគេធ្វើបែបច្នៃប្រឌិតច្រើនមែនតែម្ដងបើការសម្រាប់ខ្ញុំនៅក្មេងៗគេគ្រាន់តែកាត់กระดาษកាត់អីធម្មតាប៉ុន្តែដល់ឥឡូវកាត់ជាกระดาษរឹងអាចថាกระดาษជាกระดาษកុំផ្លាក់កេกระดาษឈើហើយគេយកមកកែច្នៃវាហើយថ្លៃខ្លាំងបងប្អូនមិនតម្លៃធូរទេប៉ុន្តែខ្ញុំនឹកឃើញនៅការនៅក្មេងៗដែលឃើញវាណាហើយចង់បានវាហើយការកែច្នៃប្រឌិតនោះវាទូចវាតិចមែនទេប៉ុន្តែសម្រាប់មួយនេះបងប្អូនមកប្រអប់$30-40ប៉ុន្តែយើងគិតទៅនេះដូចនេះ9ប្រអប់ទ្របទៅបានហ្នឹងបងប្អូនគិតទៅមួយ$40បាទហើយយកមកគុំគ្នាចឹងទៅប្រអប់មានច្រើនដោយកន្លែងនេះឆ្លាញ់មែនទេហូបកំភ្លើងនេះអូការនៅក្មេងៗក៏បានប៉ុណ្ណេះបងប្អូននឹងយ៉ាងណាយ៉ាងណីទេចូលចិត្តមែនតើរបៀបសិល្បៈច្នៃប្រឌិតចឹងបងប្អូន